តើអ្នកធ្លាប់ហៅឈ្មោះសត្វនេះខុសឬទេរវាងអាពីងនិងរពីងតើនៅតំបន់នេះហៅមួយណាវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវជីវៈចម្រុះនៃប្រទេសកម្ពុជាបានប្រកាសនាពេលថ្មីនេះថាអ្នកណាខ្លះហៅឈ្មោះសត្វនេះខុសថាអាពីងរហូតមកឈ្មោះខ្មែររពីងនិងឈ្មោះតំបន់ប្រវឹងរពីងគឺជាប្រភេទរន្ធកសត្វមួយប្រភេទដែលមានទំហំធំជាងគេក្នុងពិភពលោកសត្វពីងពាំងប្រភេទនេះស្ថិតនៅក្នុងវង្សពួក Theraphosidae វាមានរាងកាយធំមានរោមក្រាស់ជើងរឹងមាំនិងមានចង្កោមធំសម្រាប់ចាប់សត្វព្រៃតូចៗជាអាហារទោះបីមានរាងកាយគួរឲ្យខ្លាចក៏ដោយពួកវាមិនសូវឈ្លានពានមនុស្សទេហើយភាគច្រើននឹងរត់គេចនៅពេលមានការរំខានណាមួយរហូតមកដល់បច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានកត់ត្រាសត្វរពីងចំនួន2ប្រភេទនៅក្នុងប្រទេសកម្ពុជាយើងដែលមានដូចជា Melobo albostriatus ឈ្មោះទូទៅ Cambodian tiger Tarantula Thai zebra language Tarantulaសត្វរពីងប្រភេទនេះមានជើងពណ៌ខ្មៅលាយឆ្នូតពណ៌សឬប្រភេទចូលចិត្តរស់នៅនិងធ្វើសម្បុកក្នុងរូងដីនិងចេញប្រមាញ់តែនៅពេលយប់តែប៉ុណ្ណោះពួកវាត្រូវបានគេរកឃើញនៅតំបន់ព្រៃស្រោងនិងព្រៃនិវត្តន៍ជាច្រើនកន្លែងក្នុងប្រទេសកម្ពុជាយើងមិនតែប៉ុណ្ណោះវាជាប្រភេទពីងពាំងដែលត្រូវបានគេស្គាល់ជាទូទៅថាអាពីងដែលអ្នកស្រុកហៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជាយើងនិយមយកមកធ្វើជាអាហារបំពងសម្រាប់បរិភោគពិសេសគេឃើញសម្បូរមានលក់នៅស្រុកស្គុននិងតំបន់មួយចំនួនផ្សេងទៀត2សត្វរពីងក្របី Melobo longpig ឈ្មោះទូទៅ Vietnamese tiger tarantula សត្វរពីងប្រភេទនេះមានរាងស្គមជាងរពីងគោនិងមានជើងវែងហើយពួកវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃសំណើមខ្ពស់និងដីមានសំណើមខ្ពស់ផងដែរសត្វរពីងអាចរស់នៅក្នុងតំបន់ព្រៃនិវត្តន៍សំណើមខ្ពស់ព្រៃស្រោងព្រៃតំបន់ភ្នំព្រៃឫស្សីតំបន់ដីខ្សាច់និងដីល្បាប់ដែលអាចជីករូងបានជាទូទៅសត្វនេះវាអាចជីករូងបានជម្រៅប្រហែល20ទៅ60សង់ទីម៉ែត្រហើយក្របមាត់រូងដោយសូត្រពីងពាំងដើម្បីរក្សាសំណើមនិងសម្រាប់ការពារសត្រូវផងដែរចំពោះចំណីអាហាររបស់ពួកវារួមមានចង្រិតកណ្ដូបកន្លាតខ្ចាដំរីពីងពាំងផ្សេងកង្កែបតូចជីងចក់តូចកូនកណ្ដុរនិងសត្វល្មូនតូចវគ្គជីវិតរបស់វាឆ្មោកមានអាយុខ្លីជាងញីអាចរស់នៅបាន15ទៅ20ឆ្នាំខណៈឆ្មោកភាគច្រើនរស់បានត្រឹម4ទៅ6ឆ្នាំប៉ុណ្ណោះហើយសត្វរពីងញីអាចដាក់ពងប្រហែល50ទៅ200គ្រាប់ក្នុងមួយថង់សូត្របន្ទាប់ពីញាស់កូនរពីងរស់នៅជាមួយម្ដាយក្នុងរយៈពេលខ្លីប៉ុណ្ណោះមុនពេលបែកចេញទៅរស់នៅដោយខ្លួនឯងប្រភេទរពីងនៅកម្ពុជាមានពឹសដោយវាប្រើសម្រាប់ចាប់សត្វជាចំណីប៉ុន្តែជាទូទៅមិនបង្កគ្រោះថ្នាក់ដល់មនុស្សដែលមានសុខភាពល្អទេការខាំអាចបណ្ដាលឲ្យឈឺហើមនិងរលាកដូច្នេះគួរជៀសវាងការចាប់ដោយដៃទទេសត្វរពីងមានតួនាទីជួយគ្រប់គ្រងចំនួនសត្វល្អិតនិងសត្វឥតឆ្អឹងកងផ្សេងដែលជួយរក្សាតុល្យភាពនៃពពួកសត្វនេះក្នុងធម្មជាតិពួកវាជាចំណីរបស់ពស់បក្សីនិងថនិកសត្វមួយចំនួនផងដែរនៅប្រទេសកម្ពុជាសត្វរពីងត្រូវបានគេស្គាល់ជាទូទៅថាអាពីងជាងហើយនៅតំបន់ស្គុនវាត្រូវបានគេចម្អិនជាអាហារបំពងដ៏ល្បីមួយប្រចាំតំបន់នោះទំនៀមទម្លាប់នៃមុខអាហារសត្វរពីងនេះត្រូវបានគេជឿថាបានសល់តាំងពីសម័យទសតវត្សរ៍ឆ្នាំ1970នៅពេលប្រជាជនជួបគ្រោះទុរភិក្សដោយសារសង្គ្រាមហើយវាបន្តក្លាយជាអាហារប្រពៃណីនៅទីនោះតែម្ដងនិងជួយទាក់ទាញភ្ញៀវទេសចរផងដែរវឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ